ធ្វើវីដេអូបែបនេះតាមកម្មវិធី TikTok តហ្មងតោះមកមើលពីរបៀបធ្វើទាំងអស់គ្នាចង់បងទាំងអស់គ្នាត្រូវមានវីដេអូចំនួន2ដែលដូចគ្នាតមកបងចុចកន្លែងវីដេអូមួយហ្នឹងបងចុចលើមួយណាក៏បានដែរហើយបងរកមើលខាងក្រោមនេះរកពាក្យថា overlay ពេលដែលខ្ញុំកាត់ហើយក្នុងវីដេអូហ្នឹងគឺខ្ញុំដាក់ stroke ប៉ុន្តែចាក់ស្ដែងដាក់ stroke ទៅគឺប្រើការដែលខ្ញុំអត់ recommend ទេណាបងប្រើ stroke គឺវីដេអូឡើងព្រើយើងរកមើលពាក្យថា auto cut out មកតមកកុំភ្លេចបិទសំឡេងវីដេអូបងផងវីដេអូកាត់ហើយគឺព្រើតមករកមើលពាក្យថា add overlay បែបលើរូបថតឬក៏រូបផលិតផលដែលបងចង់ដាក់នៅពីក្រោយវីដេអូរបស់យើងមកចុច auto cut out ដោយដែលយើងធ្លាប់ធ្វើរដងអញ្ចឹងបងហើយបង្រួមនឹងឲ្យទូជាងរូបភាពរបស់យើង scroll មកខាងក្រោមហ្នឹងរកមើលពាក្យថា layer បែបនេះអញ្ចឹងបងចុចនៅលើ layer ហ្នឹងមកហើយបងអូស layer ទី1ទៅ layer ទី2ផលិតផលយើងឲ្យទៅក្រោយវិញវាបែបនេះហើយបងចង់ដាក់ប្រហែលផលិតផលនៅខាងក្រោយ background យើងគឺធ្វើដូចគ្នាដែរអញ្ចឹងបងចុចលើកន្លែង key ហើយបងអូសមកមុខហើយចាំបងទាញផលិតផលបងឡើងលើអញ្ចឹងចុចតែ key frame មួយហើយគឺយើងទាញផលិតផលយើងអត់មានចុច key frame ឯម្ដងទៀតទេណាបងដូចបងឃើញខ្ញុំបង្ហាញអញ្ចឹងបើសិនជាបងអូសមកតិចរូបភាពផលិតផលយើងហ្នឹងវាចេញមកកាន់តែលឿនជាងឥឡូវខ្ញុំធ្វើម្ដងទៀតឲ្យបងមើល add ផលិតផលចូលកាត់ background បន្តមកដូរ layer វាទៅខាងក្រោមគេទៅឲ្យតែខាងក្រោមរូបភាពរបស់យើងចុច tick មកកុំភ្លេចចុចមើលកន្លែង key frame កន្លែងចុច key frame មួយអូសរូបភាពមកមុខអញ្ចឹងបើសិនជាបង